ទូការរីគុណធ្ងន់ធ្ងរលើប្រធានភូមិបាលស្រុងពលរដ្ឋមានប្លង់រឹងក្នុងដៃតែសាងសង់ផ្ទះមិនបានថែមទាំងរងការចោទប្រកាន់ថាជំរិតទារប្រាក់4លានរៀលជាថ្នូរនឹងការបិទភ្នែកខេត្តព្រះវិហារករណីមិនប្រក្រតីនិងទង្វើខ្វះអសិលធម៌របស់មន្ត្រីខិលខូចមួយចំនួនតូចនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិកំពុងតែដុតបំផ្លាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផ្ទុយស្រឡះពីគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រដ្ឋាភិបាលជាក់ស្ដែងរលកនៃការពោលពាក្យត្អូញត្អែនិងការរិះគន់យ៉ាងចាស់ដៃនឹងបានកំពុងផ្ទុះឡើងនៅក្នុងរដ្ឋបាលស្រុកឆែបខេត្តព្រះវិហារនោះខណៈពេលដែលប្រជាពលរដ្ឋម្ចាស់ដីម្នាក់បានដាច់ចិត្តចេញមុខទម្លាយការពិតទាំងហួសចិនបន្ទាប់ពីរងការធ្វើទុកបុកម្នេញនិងគៀបសង្កត់ពីសំណាក់មន្ត្រីជំនាញភូមិបាលស្រុងដែលជំនួសឲ្យការបម្រើរាជបែរជាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញយោងតាមការផ្ដល់សម្ភារពីពលរដ្ឋរងគ្រោះគឺលោកជួបចិនដែលជាម្ចាស់ផ្ទះរស់នៅក្នុងភូមិឆែបលិចឃុំឆែប1ស្រុកឆែបបានរៀបរាប់ទាំងក្តុកក្តួលថាដីរបស់លោកមានប្លង់រឹងជាប្រព័ន្ធកម្មសិទ្ធិស្របច្បាប់ដែលចេញដោយរដ្ឋនិងមានទិន្នន័យព្រមប្រទល់ច្បាស់លាស់ណាស់លោកបានចាប់ផ្ដើមបុកគ្រឹះនិងចាក់សសរសាងសង់សំណង់ផ្ទះនេះតាំងពីឆ្នាំ2019មកម្លេះដោយការនោះមានការដឹងឮដឹងខុសត្រូវនិងចុះហត្ថលេខាឯកភាពត្រឹមត្រូវពីលោកមេភូមិនិងលោកមេឃុំរួចរាល់ដោយគ្មានការទាស់ទែងឬមានបញ្ហាអ្វីឡើយប៉ុន្តែអ្វីដែលធ្វើឲ្យម្ចាស់ផ្ទះរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនិងហួសចិត្តបំផុតនោះគឺនៅពេលដែលលោកបន្តសាងសង់សំណង់បន្ថែមបែរជាលេចមុខលោកនួនស៊ីដេនប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកឆែបចុះមកបញ្ជាហាមឃាត់កម្មករនិងជាងមិនឲ្យធ្វើការសាងសង់បន្តទៀតជាដាច់ខាតក្រោយរងការគំរាមទារលុយជាថ្នូរនិងការសាងសង់ល្បិចកលធ្វើខុសឲ្យទៅជាត្រូវម្ចាស់ផ្ទះបានបន្តទម្លាយរឿងរ៉ាវនៅពីក្រោយខ្នងទៀតថានៅក្នុងជំនួបពិភាក្សាលើកទី2លោកនួនស៊ីដេនបានប្រើពាក្យសម្ដីអសុរោះនិងគ្មានវិជ្ជាជីវៈមកលើរូបលោកថាធ្វើត្រង់ណាក៏ខុសដែរប៉ុន្តែប្រសិនបើចង់ឲ្យត្រូវវិញគឺត្រូវបង់លុយចំនួន4លានរៀលទើបអាចបន្តការសាងសង់បានតែម្ចាស់ផ្ទះបាននិយាយថាបង់ឲ្យ2លានរៀលតែលោកនួនស៊ីដេនមិនព្រមទទួលមិនត្រឹមតែប៉ុណ្ណោះសូម្បីតែជាងសំណង់ដែលលោកបានជួលមកសាងសង់ផ្ទះក៏រងការគំរាមកំហែងដល់អាជ្ញាប័ណ្ណថែមទៀតផងដែលទង្វើនេះត្រូវបានមហាជនមើលឃើញថាជាការប្រើអំណាចទូនីតិទៅចម្រិតទារប្រាក់ពីពលរដ្ឋទាំងបំពេញច្បាប់ទៅវិញម្ចាស់ដីរូបនេះបានបញ្ជាក់ចំហយ៉ាងដាច់អហង្ការថាលោកមិនអាចទទួលយកបានជាដាច់ខាតចំពោះសកម្មភាពនៃការចោះមកវាស់វែងឬកំណត់អផ្លូវនិងព្រំដីសាជាថ្មីពីសំណាក់លោកនួនស៊ីដេនប្រធានភូមិបាលកាលពីពេលថ្មីនេះព្រោះការធ្វើបែបនេះគឺផ្ទុយពីគោលការណ៍ច្បាប់ទាំងស្រុងបំពានលើប្លង់រឹងកម្មសិទ្ធិស្របច្បាប់ដែលចេញដោយស្ថាប័នរដ្ឋនិងធ្វើឡើងក្នុងចេតនាទុច្ចរិតដើម្បីតែផលប្រយោជន៍បុគ្គលតែប៉ុណ្ណោះជុំវិញការចោទប្រកាន់ខាងលើនេះលោកនួនស៊ីដេនប្រធានការិយាល័យភូមិបាលស្រុកឆែបបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះថាមូលហេតុដែលលោកចុះទៅខាត់ការសាងសង់នោះគឺដោយសារតែការសាងសង់នោះលើទំហំច្បាប់អនុញ្ញាតដល់ទៅ4ម៉ែត្រ.50សង់ទីម៉ែត្រចំណែកឯករណីការទាមទារឲ្យបង់ប្រាក់នោះលោកបានបញ្ជាក់ថាគឺធ្វើឡើងនៅក្នុងសាលាស្រុកឆែបបើចង់ដឹងព័ត៌មានលម្អិនសូមទៅសួរលោកអភិបាលស្រុកទៅនឹងបានដឹងការពិតហើយការរិះគន់ក្នុងនៃស្ថាបនានិងការអំពាវនាវរកយុត្តិធម៌ទង្វើនឹងពាក្យសម្ដីចោទប្រកាន់ប្រឆាំងនឹងមន្ត្រីភូមិបាលរូបនេះកំពុងតែដើរផ្ទុយស្រឡះពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលដែលតែងតែរំលឹកដាស់តឿនដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឲ្យធ្វើជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រឡើយនិងត្រូវងាកមកពង្រឹងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានលឿនមានតម្លាភាពនិងគ្មានការរើសអើងការយកតួនាទីរដ្ឋទៅគៀបសង្កត់ពលរដ្ឋស្លូតត្រង់ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនប្រសិនបើជាការពិតគឺជាទង្វើអសិលធម៌ជិះជាន់ដែលមិនអាចលើកលែងឲ្យបានឡើយនិងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរាជការដែលខំធ្វើការត្រឹមត្រូវផ្សេងទៀតជុំវិញករណីរងការចោទប្រកាន់ខាងលើនេះតើលោកខិតសុធារាអភិបាលស្រុកឆែបបានដឹងដែរឬទេតាមរយៈការឈឺចាប់និងការរំលោភបំពានលើសិទ្ធិម្ចាស់កម្មសិទ្ធិស្របច្បាប់នេះពលរដ្ឋរងគ្រោះក៏ដូចជាមហាជនទូទៅសូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការអធិការកិច្ចតាមផ្លូវច្បាប់ឬវិន័យរដ្ឋបាលឲ្យបានម៉ឺងម៉ាត់បំផុតចំពោះករណីលោកនួនស៊ីដេនប្រធានការិយាល័យភូមិបាលស្រុកឆែបដើម្បីស្វែងរកយុត្តិធម៌
ពិតជូនប្រជាពលរដ្ឋនិងកាត់ចោលមន្ត្រីដែលជាដង្កូវស៊ីស្លឹងមិនឲ្យបែកមែងកុំឲ្យបន្តបំផ្លាញស្លឹកឆ្នោតនិងទឹកចិត្តរាស្ត្របន្តទៅទៀតការបញ្ជាក់ពីអង្គភាពព័ត៌មានយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះក្នុងគោលបំណងឆ្លុះបញ្ចាំងតថភាពសង្គមរិះគន់ក្នុងន័យស្ថាបនានិងគោរពជូនថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មានអំពីព្រឹត្តិការណ៍នៅក្នុងមូលដ្ឋានតែប៉ុណ្ណោះយើងខ្ញុំរងចាំការឆ្លើយបំភ្លឺឬការបកស្រាយបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងសម័យខ្លួនគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានដើម្បីធានាឲ្យបាននូវតម្លាភាពនិងតុល្យភាពព័ត៌មានទាំងសងខាងរាយការណ៍ដោយលោកអង្វាន់ភ្នាក់ងារគេហទំព័រប្រមាញ់ជ័យដែន